សម្រាប់វីដេអូនេះខ្ញុំធ្វើតាក់ទងជាមួយនឹងការ update tool របស់យើងអញ្ចឹងយើងចូលទៅកាន់ tool មកបន្ទាប់ពីយើង update ហើយអញ្ចឹងមុននេះខ្ញុំ update ហើយអញ្ចឹង version វា 1.0.5 Pro អញ្ចឹងបន្ទាប់ពីយើងចូលមកកាន់ tool យើងហើយទី1គឺយើងក៏លេចមកមើលមុខងារនេះactive panel របស់យើងអញ្ចឹងអ្វីដែលយើងត្រូវធ្វើនៅក្នុងហ្នឹងដោយសារតែនេះវា default មកចំនួន3 app ប៉ុន្តែបើថា Facebook យើងមានតែប្រហែល app យើងដាក់ឥឡូវឧទាហរណ៍ Facebook ខ្ញុំមានតែមួយទេក្នុង LD ប៉ុន្តែបើថា Facebook យើងមានច្រើន app យើងអាចបើកបន្ថែមមកវាបង្កើតឈ្មោះឲ្យហើយអញ្ចឹងចាំបាច់ធ្វើអីទៀតទេតែបើថាយើងចង់ដូរឈ្មោះទៅតាម app របស់យើងបដូរតាមហ្នឹងទៅយើងបើកមកវាបង្កើតទៅតាមហ្នឹងឲ្យរហូតទេប៉ុន្តែបច្ចុប្បន្ននៅក្នុង LD របស់ខ្ញុំនីមួយៗវាមានតែនេះទេអញ្ចឹងឥឡូវឧទាហរណ៍ថាខ្ញុំធ្វើការ active ចំនួនប្រហែល account សិនហើយខ្ញុំ enable active ផងហើយខ្ញុំចុច save មួយអញ្ចឹងមុខងារដែលខ្ញុំត្រូវធ្វើគឺខ្ញុំឲ្យវាដំណើរការទាំងអស់មក share ដូចជាauto site down អីហ្នឹង auto site down គឺសំដៅទៅលើពេលដែលវាដំណើរការចប់ទៅលើការងារ LD របស់យើងឲ្យអស់គឺវានឹងបិទកុំព្យូទ័រយើងដោយស្វ័យប្រវត្តិណាហើយមួយវិញទៀតតទៅជាមួយនឹងមុខងារ auto switch profile ហើយយើង complete ទៅការបើកវាផងដើម្បីឲ្យវា check មើលថាaccount យើងវានៅក្នុង page ឬក៏នៅក្នុង Facebook account អីចឹងណាអញ្ចឹងវា check ឲ្យអញ្ចឹងមុខងារតទៅជាមួយនឹង auto pause check អីនេះខ្ញុំអត់ទាន់បាន fix វាទេអ្វីដែលដំណើរការខាងលើនេះវាដើរបានគូសមហើយអញ្ចឹងខ្ញុំ update នេះដើម្បីឲ្យអ្នកទាំងអស់គ្នាជួយមើលតើវាមានបញ្ហាទៅលើអីហើយចាំ update ប្រាប់ខ្ញុំវិញជួយខ្ញុំ update បន្ថែមទៀតអញ្ចឹងអានេះគឺយើងអាចធ្វើការដាក់បានឥឡូវខ្ញុំនិយាយទៅទៅមួយមុខងារខាងលើសិនទៅទៅមួយ auto fit យើងចង់ active វានៅក្នុង home feed របស់វាហ្នឹងចំនួនប្រហែលទេឥឡូវឧទាហរណ៍យើងបើកចូលទៅកាន់នេះមកអត់ដេញមួយសិនដើម្បីupdate ឲ្យមើលអញ្ចឹងអានេះវាគិតជានាទីឧទាហរណ៍ខ្ញុំដាក់នេះគឺ3នាទីទៅ5នាទីអញ្ចឹងមានន័យថាវានឹង random ប្រើនៅក្នុងចន្លោះហ្នឹងដើម្បីយកទៅ active នៅក្នុង home feed អញ្ចឹង home feed សំដៅទៅលើអានេះបន្តមកតទៅជាមួយនឹង active real feed យើងដាក់ប៉ុណ្ណឹងដូចគ្នាឬក៏យើងដាក់ប៉ុណ្ណាយើងកំណត់តាមហ្នឹងទៅយើងចង់យូរយើងដាក់កាន់តែច្រើនទៅឬក៏យើងចង់ឲ្យវា active លឿនដែរយើងដាក់តាមហ្នឹងទៅឧទាហរណ៍នេះគឺជា real feed អញ្ចឹងវា active ក្នុងនេះបន្តមក confirm friend ឬក៏យើងចង់ add friend អីយើងដាក់តាមហ្នឹងទៅតែខ្ញុំខ្ជិល add friend ឬក៏ confirm friend ឬក៏យើងចង់ដាក់ confirm យើងដាក់ទៅឬក៏អត់ទេមុខងារមួយនេះយើងដាក់មួយណាក៏បានដែរយើងចង់ដាក់ទាំងពីរក៏បានដែរឬក៏អត់ដាក់ក៏អត់ទៅឥឡូវខ្ញុំខ្ជិលដាក់តែឥឡូវខ្ញុំដាក់ហ្មងទៅដើម្បីឲ្យវាមើលថាមុខងារ confirm friend ឬក៏ add friend ហ្នឹងវាដំណើរមិនអីចឹងណាអញ្ចឹងឥឡូវឧទាហរណ៍ថាខ្ញុំចង់ confirm តែចំនួន1ទេហើយ add ចំនួន2ចុះដាក់ប៉ុណ្ណឹងតមក reaction នេះខ្ញុំចង់ឲ្យវាដំណើរការតែ reaction ទេ comment ក៏ដូចគ្នាដែរខ្ញុំដាក់តែ1ទេតិចច្រើនយើងដាក់តាមហ្នឹងទៅតាមយើងចង់បានអញ្ចឹងឥឡូវឧទាហរណ៍ share ខ្ញុំដាក់តែមួយដូចគ្នាហើយទៅជាមួយនឹងការ reaction គឺយើងចង់ឲ្យវា reaction ជាលក្ខណៈបែបណាឧទាហរណ៍នៅក្នុងការ reaction វាមានជាលក្ខណៈទម្រង់បែបនេះអញ្ចឹងវាមានចំណុច like បាទ love care ហាអីហ្នឹង wow share agree ហ្នឹងគឺវាធ្វើការឲ្យយើងតាមហ្នឹងអញ្ចឹងយើងដាក់តាមហ្នឹងទៅបើថាយើងចង់នេះយើងអានេះវាមានស្រាប់ហើយមកជាមួយហើយនេះវា default មកជាមួយអញ្ចឹងណាអញ្ចឹងយើងចង់លុបអាណាចាស់យើងលុបទៅហើយមកវិញទៀតតទៅជាមួយនឹង comment text នេះយើងអាចសរសេរទៅយើងចង់សរសេរបែបណាក៏បានដែរអញ្ចឹងនៅរំមក comment យើងសរសេរឲ្យមួយយើងកម្មាក្បៀសវាមួយទៅអញ្ចឹងពីច្រើនខ្ញុំយកចេញពីអ៊ីនធឺណិតខ្ញុំខ្ជិលនេះខ្ញុំខ្ជិលរ៉ូនឹកហើយខ្ញុំឲ្យ AI សរសេរឲ្យហ្មងទៅវាស្រួលហើយខ្ញុំចូលបើកទៅ AI មកហើយខ្ញុំបើកទៅនេះបញ្ជីអាន comment នេះមុននេះខ្ញុំឲ្យវាសរសេរចេញមកទម្រង់បែបហ្នឹងអញ្ចឹង tool យើងវាចេញទម្រង់បែបហ្នឹងអញ្ចឹងយើងដាក់មក copy មកយើងប្រាប់មកណាយើងប្រាប់ថា comment ដែលយើងចង់បានជាភាសាអង់គ្លេសហើយរក comment ទាំងអស់អាចឲ្យវាធ្វើការ comment រកការផុសបានអញ្ចឹងណាអត់ប្រកាន់ថាផុសមិនទេអញ្ចឹងយើងឲ្យវាសរសេរមកយើងចង់បានច្រើនតិចយើងប្រាប់វាទៅយើងដាក់ប៉ុណ្្នឹងមកបន្ទាប់មកយើងមានអីទៀតទេយើងទៅប៉ុណ្្នឹងទៅយើង config វាទៅប៉ុណ្្នឹងឬក៏យើងចង់កែអីទៀតយើងកែតាមហ្នឹងទៅឥឡូវដល់ខ្ញុំដាក់2នាទីចុះអានេះ2នាទីទៅ5នាទីចុះឲ្យវា random ចន្លោះហ្នឹងទៅតោះមកខ្ញុំបិទ instant របស់ខ្ញុំហើយខ្ញុំធ្វើការ start តែម្ដងទៅ
តែមុននឹងយើង start យើង complete យើងត្រូវតែ click នៅក្នុងប៊ូតុង active panel ផងដើម្បីឲ្យវាចាប់បានដោយសារតែខ្ញុំអត់ទាន់ fix ឲ្យវាយើងឈរនៅលើនេះអាច config open វាបានគឺអត់ទាន់ទេខ្ញុំគ្រាន់តែ config ឲ្យវាដំណើរការលើប៊ូតុង active សិនអញ្ចឹងពេលដែលយើងចង់ active account យើងគ្រាន់តែ click ទៅលើប៊ូតុងហ្នឹងមកបន្ទាប់មកយើងធ្វើការ run វាទៅចុច start មកចឹងយើងចាំវាសិនទៅវាចាប់ដើមដំណើរការមួយតាមហ្នឹងហើយដោយសារតែនេះយើង active account ចឹងវាបើក ID បន្តទៅតាមយើងកំណត់នៅក្នុង setting device របស់វាឥឡូវយើងមានតែចាំវាសិនទៅវាដំណើរការមួយសិនចឹងនេះវា waiting ដោយសារតែខ្ញុំដាក់ឲ្យវា waiting ដែរចឹងវាអាចយូរតិចប៉ុន្តែខ្ញុំនឹងធ្វើវីដេអូតាមហ្នឹងដើម្បីឲ្យវានេះធ្វើការងារត្រូវតើការងាររបស់វាធ្វើយ៉ាងម៉េចអីចឹងមកអូខេដោយសារតែនេះ Facebook វានៅក្នុង Facebook ស្រាប់អញ្ចឹងទោះវានៅក្នុង Facebook ស្រាប់ក៏វានៅតែ check ឲ្យយើងដឹងដែរដោយសារវាត្រូវតែ check កុំឲ្យវាខុសអញ្ចឹងណាកន្លែងរយើង active វាអត់ត្រូវអញ្ចឹងវាចូលមកកាន់ setting សិនដើម្បី check មើលថាវានៅក្នុង account ឬក៏នៅក្នុង page អូខេនេះខ្ញុំ active ចំនួនប្រមាណ device ប្រមាណមើលដូចជា7 device 7 ID ចឹងវានឹង check ទៅតាមហ្នឹងហើយវា check notification អីដែរដោយសារខ្ញុំបើក notification ដែរឲ្យវា check notification អីឲ្យដែរចឹងណាអូខេនេះវាបើកមកជាន់លើគេចឹងវា back ធ្វើក្រោយសិនមកអូខេអញ្ចឹងវា active តាមហ្នឹងហើយយើងដាក់មិនគឺវា active តាមហ្នឹងឲ្យហើយនេះសម្រាប់អ្នកដែលគាត់ចង់ធ្វើការ active នេះវា active បែបហ្នឹងអានេះវានៅក្នុង page នេះអញ្ចឹងនៅក្នុង page វាចេញបាច់នេះអញ្ចឹងវានឹងការធ្វើការ switch ទៅកាន់ account យើងឲ្យវានឹង switch ទៅឲ្យកុំឲ្យយើង active ខុសដោយសារយើងចង់ active នៅលើ admin អញ្ចឹងពេលដែលវា check ឃើញថាឲ្យវានៅក្នុង page គឺវានឹង switch ទៅកាន់ Facebook ឲ្យហើយអញ្ចឹងការធ្វើអីវាធ្វើទូទៅការងាររបស់វាមានជាបញ្ហាទេអានេះវា add friend add អីដែរអញ្ចឹងការងាររបស់វាអត់ធ្វើដូចគ្នាទេវាធ្វើការផ្សេងគ្នាឆ្លាស់គ្នាអញ្ចឹងណាកុំឲ្យវាជន់ការងារគ្នាដដែលកន្លង Facebook វាអាចចាប់អញ្ចឹងទៅខ្ញុំធ្វើការ fix វាដើម្បីឲ្យវាដំណើរការឆ្វេងស្ដាំឆ្វេងអីចឹងណាលើក្រោមអីចឹងទៅមានថាបែប bot របស់វាកុំឲ្យ Facebook វាចាប់ចឹងនេះគឺជាការ active របស់វាគឺខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់វីដេអូហ្នឹងគឺវាមាន share ដែរនេះដោយសារខ្ញុំបើកមុខងារ share ដែរអានេះវាចូលទៅ comment នេះគេវា reaction អីចឹងណាគឺវាដំណើរការតាមហ្នឹងការងាររបស់វាចឹងបើមានបញ្ហាលើអីមួយអ្នកទាំងអស់គ្នាអាច update ឲ្យខ្ញុំវិញបានសួរខ្ញុំធ្វើការកែសម្រួលទៅលើការងាររបស់វាតាមហ្នឹងអញ្ចឹងវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេអញ្ចឹងបើខុសទាស់ឬក៏ខ្វះខាតត្រង់ចំណុចណាអីមួយគឺអាចសាកសួរព័ត៌មានខ្ញុំវិញបន្ថែមតែធ្វើមួយមុខងាររបស់វាទាំងអស់ហ្នឹង